ដំណឹងចេញថ្មីពីប្រទេសចិនក្រុមហ៊ុន Comac ដែលជាក្រុមហ៊ុនផលិតយន្តហោះដំបូងរបស់ចិនប្រភេទ C919 បានឲ្យដឹងថានៅខែក្រោយនេះនឹងមានការហោះហើរផ្លូវអន្តរជាតិពីចិនទៅម៉ុងហ្គោលីតាមរយៈយន្តហោះ C919 ចិនបានក្រវីទង់បង្កើតជោគជ័យថាជាជើងយន្តហោះតាមផ្លូវអាកាសអន្តរជាតិពីចិនទៅម៉ុងហ្គោលីដែលប្រើយន្តហោះរបស់ចិនប្រភេទ C919 ដែលចិនបានអួតអាងយ៉ាងខ្លាំងក្លាថាជាយន្តហោះផលិតដោយស្នាដៃចិនតែតាមពិតគ្រឿងក្រៅ 87% ពឹងលើលោកខាងលិចនៅឡើយ